ខ្ញុំកណាចូលចិត្តស្ដាប់ធម៌ណាស់តែមិនសូវបានស្ដាប់ពេលថ្ងៃទេពេលថ្ងៃរវល់ធ្វើការងារយប់ឡើងបានស្ដាប់ប៉ុន្តែស្ដាប់ហ្នឹងដេកស្ដាប់គាត់សួរថាម៉េចព្រះអង្គមានបាបមានអីដែររឿងស្ដាប់ធម៌ដេកស្ដាប់ចឹងណាអាហ្នឹងវាត្រូវឲ្យបើគិតពីការសំដែងធម៌ព្រះអង្គថាបើសិនជាលោកសំដែងធម៌ចឹងអ្នកស្ដាប់ហ្នឹងជួនកាលគាត់ដេកស្ដាប់ជួនកាលហ្នឹងគាត់មិនគោរពអ្នកសំដែងហ្នឹងព្រះអង្គថាមិនគួរទៅសំដែងទៅកាន់បុគ្គលនឹងទេប៉ុន្តែនេះយើងស្ដាប់ហ្នឹងយើងស្ដាប់ដើម្បីយកបញ្ញាណាយើងបាននៅមុខពភៈលោកទេប៉ុន្តែនេះយើងស្ដាប់តាមកាសែតស្ដាប់តាមវិទ្យុស្ដាប់តាម Facebook អីចឹងទៅនៅយើងឃើញហ្នឹងប៉ុន្តែយើងសម្រានបដាស្ដាប់បដាតាមពិតសម្រានស្ដាប់ហ្នឹងពេលខ្លះហ្នឹងយល់ជាងដែលនឹងអង្គុយស្ដាប់ផងជួនកាលអង្គុយហ្នឹងជួនកាលអង្គុយទៅចុកចកេះអង្គុយទៅប្រែទៅនេះប្រែទៅនោះអារម្មណ៍ហ្នឹងអត់មូលទេញោមប៉ុន្តែបើសិនតែញោមដាក់សម្រាប់លើក្រែអីហើយអារម្មណ៍យើងមូលឲ្យបដោតទៅលើសំឡេងធัวហ្នឹងតែម្យ៉ាងពេលខ្លះស្ដាប់ឆាប់យល់តាស្ដាប់ឆាប់ចាំឆាប់ដឹងហើយនេះព្រោះអារម្មណ៍យើងពេលហ្នឹងមូលហើយសួរថាបាបទេអាហ្នឹងពិបាកថាដែរយ៉ាងមែនទេប៉ុន្តែយើងចង់និយាយថាយើងស្ដាប់ដើម្បីយកបញ្ញាស្ដាប់ដើម្បីយកចំណេះដឹងហើយនេះញាតិញោមអាហ្នឹងញោមស្ដាប់ទៅយកចំណេះដឹងណាអានឹងយកបញ្ញាអានេះកុំគិតថាបាបអីគួរឬក៏មិនគួរអានឹងបើសិនតែញោមគិតអញ្ចឹងទៀតហើយពេលថ្ងៃរវល់ទៀតអានឹងលែងស្ដាប់ធម៌បណ្ដោយគាត់ថាបើថ្ងៃនឹងគាត់ធ្វើការគ្មានពេលស្ដាប់ប៉ុណ្ណឹងបានតែពេលយប់ហើយពេលយប់ហ្នឹងតម្រាំទៅរួចដៃជើងមកយប់ប្រលប់អត់ដល់ពេលចូលសម្រាកបាត់ហើយដល់ពេលចូលសម្រាកហ្នឹងស្ដាប់ធម៌ហើយសម្រានបដាស្ដាប់បដាអញ្ចឹងគាត់ថាម៉េចព្រះអង្គអានោះអញ្ចឹងញោមស្ដាប់ទៅមិនជាអីទេណាស្ដាប់ទៅជាការចម្រើននៅបញ្ញារបស់យើងឲ្យបានយល់ដឹងផ្នែកធម៌ហ្នឹងឲ្យបានច្រើននោះណាអានេះយើងមានពេលតែពេលហ្នឹងធ្វើម៉េចអានេះញាតិញោមហ្នឹងឯងវាល្អជាជាងយើងទៅស្ដាប់អ្វីផ្សេងញាតិញោមមែនទេណាយើងទៅស្ដាប់ចម្រៀងយើងទៅស្ដាប់រឿងអីផ្សេងតែវាអត់ប្រយោជន៍អាហ្នឹងវាអត់បានអីជាចំណេះដឹងទេប៉ុន្តែយើងដាក់ចិត្តដាក់កាយទៅស្ដាប់ធម៌ទោះបីយើងវាមិនបានស្ដាប់ដោយការគោរពដោយថាអង្គុយអីបត់ជើងអីស្រួលបួលសំពះអីប៉ុន្តែយើងស្ដាប់នឹងស្ដាប់ដោយការផ្ចិតផ្ចង់ល្អតាញោមមែនទេយកបញ្ញាល្អតាអញ្ចឹងញោមបន្តទៅមិនជាទោះខុសអីទេណាស្ដាប់ទៅញោមបានបុណ្យកុសលហើយយកបានបញ្ញាអាហ្នឹងបើសិនតែយើងនៅតែគិតថាបាបម្លេះយើងមិនចេះធម៌អាទេញោមដឹងធម៌អាទេដូចញោមចាស់សំណួរគាត់សួរថាគេនិយាយប្រាប់គាត់ថាទៅធ្វើបុណ្យមកគេមិនអញ្ជើញហ្នឹងមានបាបអញ្ចឹងអាហ្នឹងព្រោះតែគាត់មិនយល់ព្រោះតែគាត់មិនដឹងបានតែគាត់ងឿងឆ្ងល់គាត់សួរអញ្ចឹងអាហ្នឹងប៉ុន្តែបើសិនតែយើងស្ដាប់ឲ្យបានច្រើនអាហ្នឹងវាបង្កើនទៅនៅចំណេះដឹងរបស់យើងដឹងអាហ្នឹងវាមិនពិតទេអាហ្នឹងវាមិនត្រូវទេអានេះញាតិញោមហ្នឹងយើងដឹងបានតាមរយៈការស្ដាប់ហ្នឹងឯងហើយបើសិនតែយើងមិនស្ដាប់សោះអាហ្នឹងវាដូចគេប្រាប់ថាម៉េចគាត់អញ្ចឹងតែហ្មងចាស់ថាម៉េចអាហ្នឹងគាត់តាមតែចាស់ហ្នឹងទៅអានេះអាហ្នឹងព្រោះតែអីញោមព្រោះតែគាត់មិនដឹងព្រោះតែគាត់មិនដឹងព្រោះតែគាត់មិនយល់ណាបានជាយ៉ាងហ្នឹងណាញាតិញោមបានជាយ៉ាងហ្នឹងអញ្ចឹងស្ដាប់បន្តទៀតទៅញាតិញោមពុទ្ធបរិស័ទមានពេលវេលាឲ្យស្ដាប់ធម៌ឲ្យបានច្រើនទៅស្ដាប់ធម៌ឲ្យបានច្រើនជាជាងយើងទៅនិយាយអាក្រក់ពីគេណាមានពេលវេលាស្ដាប់ធម៌មានពេលវេលាចម្រើនសេចក្តីល្អទៅអានឹងជីវិតរបស់យើងគឺមានន័យហើយមែនទេជីវិតរបស់យើងមានខ្លឹមសារហើយមានប្រយោជន៍សម្រាប់ខ្លួនឯងប៉ុន្តែយើងមិនសូវបានចំណាយពេលវេលាប្រព្រឹត្តល្អធ្វើល្អអាហ្នឹងក៏ជារឿងមួយពិបាកដែរសម្រាប់យើងដែលថាគ្មានអីដើម្បីជាទីពឹងសម្រាប់ខ្លួនឯងណាញាតិញោមដូចហេលហាលមិនដឹងណាអានោះវាប្រៀបធៀបនឹងទូកមានន័យថាទូកហ្នឹងវានៅកណ្ដាលទន្លេបើនៅវាអត់ចង្វាហ្នឹងវានៅហេលហាលពេញហ្នឹងមិនដឹងទៅណាពិបាកអានេះញាតិញោមហ្នឹងអញ្ចឹងនឹងសំណួររបស់គាត់ដែលបានសាកសួរមកនោះណាថាស្ដាប់ធម៌សម្រានអញ្ចឹងនឹងមានបាបអីទេគុណចាស់ថាញោមស្ដាប់ទៅយកបញ្ញាយកចំណេះដឹងណាមកគិតពីធម៌ហ្នឹងព្រះអង្គសម្ដែងថាបុគ្គលអ្នកសម្ដែងធម៌មិនគួរតែសម្ដែងធម៌ទៅកាន់អ្នកដែលអង្គុយខ្ពស់ជាងញាតិញោមឃើញអ្នកសម្ដែងធម៌ប្រសង់ពេលច្រើន
កងសាក្រែដោយសារព្រះអង្គឲ្យអត្តភាពអ្នកសំដែងអ្នកនិយាយហ្នឹងវាត្រូវតែគ្រាន់បើជាងអ្នកស្ដាប់ចឹងទៅហ្មងមិនថាតែប្រសង់ញាតិញោមសំបីគេធ្វើវេទិកានិយាយគេឲ្យអ្នកនិយាយហ្នឹងនៅកន្លែងខ្ពស់ជាងនៅកន្លែងល្អជាងដើម្បីមើលទៅវាអស្ចារ្យនិយាយទៅកាន់អ្នកនៅកង្ក្រមហ្នឹងឲ្យគាត់ស្រួលស្ដាប់ញ៉ាំមែនទេមិនថាតែប្រសង់មិនថាតែប្រសក់ទេតែគាត់និយាយថ្លែងសន្តរកថាអីត្រូវទៅនៅទីខ្ពស់ជាងនៅទីល្អជាងញ៉ាំមែនទេអាហ្នឹងវាយ៉ាងហ្នឹងឯង